បាតុភូតដេចាវូតើវាជាការរំលឹកជាតិឬគ្រាន់តែជាកំហុសបច្ចេកទេសនៃខួរក្បាលតើអ្នកធ្លាប់ជួបអារម្មណ៍មួយដែលស្រាប់តែភាំងហើយគិតថាហេតុការណ៍នេះខ្ញុំហាក់ដូចជាធ្លាប់ឆ្លងកាត់ពីមុនមកអញ្ចឹងទាំងដែលអ្នកដឹងច្បាស់ថាវាគឺជាលើកទី1ដែលអ្នកនៅទីនោះឬក៏និយាយរឿងនោះក្នុងវិទ្យាសាស្ត្របាតុភូតនេះត្រូវបានគេហៅថា Deja vu ដែលជាភាសាបារាំងមានន័យថាធ្លាប់បានឃើញរួចមកហើយអស់រយៈពេលរាប់រយឆ្នាំមនុស្សជាច្រើនជឿជាក់ថាវាគឺជាការរំលឹកជាតិឬជាការយល់សប្តិឃើញមុនប៉ុន្តែសម្រាប់វិទ្យាសាស្ត្រសម័យថ្មីអាកំបាំងនេះត្រូវបានបកស្រាយយ៉ាងគួរឲ្យចាប់អារម្មណ៍ខួរក្បាលរបស់យើងធ្វើការដូចជាម៉ាស៊ីនកុំព្យូទ័រដ៏ស្មុគស្មាញបំផុតជាធម្មតានៅពេលភ្នែកមើលឃើញអ្វីមួយព័ត៌មាននេះនឹងត្រូវបញ្ជូនទៅកាន់ផ្នែករក្សាទុកគឺការចងចាំរយៈពេលខ្លីរួចទើបបញ្ជូនបន្តទៅការចងចាំរយៈពេលវែងហើយអ្វីដែលកើតឡើងក្នុងពេល Deja vu មានការរអាក់រអួលបន្តិចបន្តួចក្នុងការបញ្ជូនព័ត៌មានភ្នែករបស់អ្នកបញ្ជូនរូបភាពទៅកាន់ខួរក្បាលប៉ុន្តែខួរក្បាលផ្នែកការចងចាំបែរជាទទួលបានព័ត៌មាននោះមុនខួរក្បាលផ្នែកស្មារតីបច្ចុប្បន្នជាលទ្ធផលនៅពេលស្មារតីរបស់អ្នកចាប់បានរូបភាពនោះវាក៏មានអារម្មណ៍ថារូបភាពនេះមាននៅក្នុងខួរក្បាលរួចបាត់ទៅហើយទើបធ្វើឲ្យអ្នកភ័ន្តច្រឡំថាវាជាការចងចាំចាស់ជារឿយៗ Deja vu កើតឡើងនៅពេលដែលយើងកំពុងបាត់បង់ការផ្ដោតអារម្មណ៍ឧទាហរណ៍អ្នកកំពុងដើរចូលហាងកាហ្វេមួយដែលកាន់ទូរស័ព្ទភ្នែកមិនបានមើលជុំវិញទេប៉ុន្តែខួរក្បាលលួចកត់ត្រាទិដ្ឋភាពខ្លះៗរួចទៅហើយនៅពេលដែលអ្នកងើបមុខឡើងសម្លឹងមើលជុំវិញហាងឲ្យពេញភ្នែកខួរក្បាលក៏ទាញយកទិន្នន័យដែលវាបានលួចកត់ត្រាកាលពីប៉ុន្មានវិនាទីមុនមកបង្ហាញដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចធ្លាប់មកទីនេះកាលពីយូរណាស់មកហើយចំពោះសំណួរសួរថាតើវាជារឿងគ្រោះថ្នាក់ដែរឬទេតាមការសិក្សាមនុស្សប្រហែល60ទៅ70% នៅលើពិភពលោកសុទ្ធតែធ្លាប់ជួបប្រទះ Deja vu យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតវាច្រើនតែកើតឡើងចំពោះមនុស្សដែលមានវ័យចន្លោះពី15ដល់25ឆ្នាំនិងអ្នកដែលចូលចិត្តធ្វើដំណើរព្រោះជួបមជ្ឈដ្ឋានថ្មីៗជាច្រើនអ្នកដែលហត់នឿយខ្លាំងឬមានភាពតានតឹងក្នុងអារម្មណ៍មាន stress ដែលធ្វើឲ្យខួរក្បាលដំណើរការលើសកម្លាំងទោះបីជាអារម្មណ៍ Deja vu មើលទៅដូចជារឿងមានមន្តអាគមឬរឿងប្រលឹងវិញ្ញាណប៉ុន្តែតាមការពិតទៅវាគ្រាន់តែជា glitch ឬជាកំហុសបច្ចេកទេសបន្តិចបន្តួចនៃប្រព័ន្ធប្រសាទដែលបញ្ជូនព័ត៌មានយឺតជាងគ្នាប៉ុន្មានមីលីវិនាទីប៉ុណ្ណោះវាគឺជាការរំលឹកមួយថាខួរក្បាលមនុស្សយើងអស្ចារ្យណាស់ប៉ុន្តែវាក៏ជួបបញ្ហាទាំងដូចជាកុំព្យូទ័រអញ្ចឹងដែរតើលោកអ្នកជួប Deja vu ចុងក្រោយបំផុតនៅពេលណាហើយតើវាជាហេតុការណ៍បែបណាដែរសូមចូលរួមចែករំលែកនៅខាងក្រោម